សាច់រឿងដំណើរទៅកាន់ភាពអមតៈភាគទី169បើយើងចាប់ផ្ដើមនៅទីក្រុងមួយកន្លែងខ្ញុំប្រាប់ឲ្យហើយហ្មងទៅទីក្រុងនេះគឺជាទីក្រុងឋានសួគ៌បន្ទាប់ពីឃើញទីក្រុងដ៏ធំសម្បើមបែបនេះហានលីក៏បាននិយាយផងដែរថានេះគឺជាទីក្រុងឋានសួគ៌មិនដែរទេឃើញថាហានលីមានការចាប់អាប់ប្រតិចារលូឡក៏បានសួរថាយ៉ាងម៉េចដែរបងអូនហានមិនដែលឃើញទីក្រុងដ៏ធំសម្បើមបែបនេះទេមែនហើយក៏នៅតែបន្តប្រាប់ហានលីអញ្ចឹងថានេះគឺជាទីក្រុងតែមួយគត់នៅក្នុងទ្វីបធានណានទាំងមូលស្ដាប់ឮអញ្ចឹងហានលីក៏បានគិតថាក្រុងមួយនេះក៏ពិតជាធំខ្លាំងមែនតែបើប្រៀបជាមួយនឹងក្រុងឋានសួគ៌សមុទ្រផ្កាយដែលខ្លួនបានឃើញវាគ្រាន់តែជាបន្ទាយតូចមួយតែប៉ុណ្ណោះបន្ទាប់ពីចូលមកដល់ក្នុងទីក្រុងប្រតិចារលូឡនៅតែបន្តនិយាយថានៅពេលដែលពួកយើងចូលមកដល់ក្នុង100លីនៃទីក្រុងឋានសួគ៌ពួកយើងត្រូវតែដើរស្មើជើងនិយាយទៅវាគឺជាច្បាប់ហើយគាត់ក៏ពិតជាមានការធុញទ្រាន់ជាមួយនឹងច្បាប់នឹងខ្លាំងមែនតែស្ដាប់ឮអញ្ចឹងហានលីក៏បានគិតថាលបងលោកគ្រប់តាមច្បាប់ទាំងនេះក៏ដោយសារតែម្ចាស់ក្រុងមែនអត់ហើយប្រតិចារលូឡក៏បានតទៅវិញថាយ៉ាបងអូនហានមិនត្រឹមតែមានថាមពលវិញ្ញាណខ្លាំងខ្លានោះទេសូម្បីតែការយល់ដឹងនឹងក៏វាខ្ពង់ខ្ពស់ណាស់ដែរប្រាប់ទៀតថាមិនខុសនោះទេមេដឹកនាំសម្ព័ន្ធទាំង9វ័យវោយាឈានមួយជំហានដល់លើមេឃគឺពិតជាអិសរជនមិនធម្មតានោះទេនៅក្នុងកម្រិតទី4ដំណាក់កាលចុងក្រោយសូមរំខានអ្នកទាំងអស់គ្នាបន្តិចសិនអ្នកខ្ញុំកុំភ្លេចចុច link នៅក្រោម comment អ្នកមួយទៅគឺជា link គោរព channel របស់ខ្ញុំហើយចំពោះការ join នេះគឺ free ទេអ្នកគ្នាគឺកុំភ្លេច join អ្នកមួយទៅនៅពេលដែលមានព័ត៌មានផ្សេងអីគឺខ្ញុំផ្ដល់ចូលទៅក្នុងហ្នឹងអញ្ចឹងណាម្យ៉ាងវិញទៅចំពោះគ្នាយ៉ាងណាដែលចង់ចូលក្រុម VIP អីគឺអាចតាក់ទងមកខ្ញុំបានងាយស្រួលខ្លាំងមែនទែននៅក្នុងក្រុមមួយហ្នឹងណាចំពោះក្រុម VIP វិញគឺខ្ញុំធ្វើរឿងចំនួន5ហើយបច្ចុប្បន្នហ្នឹងគឺដំណើរការតែ3ទេចំណែក2ទៀតគឺវាអត់តន់ចេញប៉ុន្តែគឺឆាប់ហ្នឹងឯងអ្នកគ្នាតែបើថារឿងមានចំនួន5ក៏ប៉ុន្តែបុជាចាវិកលចរិតហ្នឹងគឺខ្ញុំអត់សម្រាយទេអ្នកគ្នាក៏ប៉ុន្តែខ្ញុំនឹងបកប្រែមានហរអ្នកគ្នាអាននិយាយទៅនៅពេលដែលរឿង4ផ្សេងទៀតអត់តន់ចេញអ្នកគ្នាអាចទៅអានកំសាន្តលេងអញ្ចឹងណាហើយអ្នកគ្នាមិនបាច់សង្ឃឹមថាចេញតង់ហរអីនោះទេរឿងមួយហ្នឹងគឺគេបែនចោលហើយច្បាស់ណាស់ណាដែលមានសិទ្ធិបែនចោលហ្នឹងគឺជារាជរដ្ឋាភិបាលចិនហ្នឹងឯងគឺគេឲ្យផលិតធ្វើជាតង់ហរនោះទេដោយសារវាអាចបង្កទៅជាគំរូអាក្រក់បានដូច្នេះហើយក្នុងនាមយើងជា fan របស់ Fang Yun អាចត្រឹមតែមើលម៉េងហរតែប៉ុណ្្នឹងឯងបន្តឲ្យធ្វើដំណើរកាន់តែចូលមកខាងក្នុងប្រទេសចាលូឡននៅតែបន្តនិយាយថាទីនេះគឺខ្លាចទៅជាសមរភូមិជួរមុខនៃសង្គ្រាមអស់រយៈពេលជាយូរអញ្ចឹងហើយច្បាស់ណាស់ពួកគេត្រូវតែប្រុងប្រយ័ត្នជាមួយនឹងចោរកម្មពពួកម៉ូឡានផងដែរបើសិនជាយើងចាប់អារម្មណ៍ជាមួយនឹងផ្ទាំងកញ្ចក់នៅពីខាងក្រោយគឺជាផ្នែកសហ្នឹងឃើញថាមានរូបភាពពពួកម៉ូឡានជាច្រើនដែលគេកំពុងតែកត់សម្គាល់និយាយទៅគេធ្វើការបិទរូបដើម្បីឲ្យគ្រប់គ្នាបានស្គាល់ក៏ដូចជាមានការប្រុងប្រយ័ត្នបើសិនជាបានឃើញឲ្យរាយការណ៍អីចឹងទៅចំណែកប្រទេសចាលូឡននៅតែបន្តនិយាយអញ្ចឹងថាពពួកម៉ូឡានក៏ពិតជាខុសពីពួកយើងក៏សម្ព័ន្ធធំរបស់ពួកគេនេះក៏ពិតជាមានការរួបរមគ្នាខ្លាំងណាស់ហើយគាត់ក៏មិនបាននិយាយអីផ្សេងទៀតនោះដែរប្រមូលហានលីទៅកន្លែងផ្សេងទៀតទៅបន្ទាប់ពីដើរសពភិញអស់មួយរយៈធំពួកគេក៏បានមកដល់ផ្ទះសំណាក់នៃសម្ព័ន្ធឋានសួគ៌ហើយប្រតិចារលឺលន់នៅតែបន្តនិយាយអញ្ចឹងថាបងអូនហានគឺយើងមកដល់ទីកន្លែងនេះហើយផ្ទះសំណាក់របស់សម្ព័ន្ធឋានសួគ៌ដែលស្ថិតនៅក្នុងទីក្រុងឋានសួគ៌ប្រាប់ទេថាផ្ទះសំណាក់ទាំងនេះគឺទុកសម្រាប់ប្រតិចារនៃបកផ្សេងដើម្បីស្នាក់នៅហើយជាមួយនឹងការរឹតបន្តឹងរបស់អ្នកកម្រិតទី4នៅទីកន្លែងនេះវាពិតជាគ្មានការរំខាននោះទេបន្ទាប់ពីធ្វើការណែនាំទៅកាន់ហានលីហើយប្រតិចារលឺលន់ក៏បានប្រើថាអំពើរបស់គាត់ដើម្បីទៅបើកច្រកទ្វារហើយមិនចាំយូរនោះទេបន្ទាប់ពីទ្វារត្រូវបានបើកគាត់ក៏បានហោះចូលទៅបានបន្ទាប់ពីឃើញអញ្ចឹងមូផេលីងក៏ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនតែនហើយហានលីបើយើងក៏នៅតែនិយាយអញ្ចឹងថាអូវាអញ្ចឹងផងហើយចំពោះសកម្មភាពកន្លែងហ្នឹងក៏ពិតជាស្វីតខ្លាំងមែនតែនបន្ទាប់ពីហានលីធ្វើការបើកច្រកលំហហើយហានលីក៏បានអបចង្កេះរបស់មូផេលីងដែលធ្វើឲ្យមូផេលីងក៏ពិតជាអៀនខ្លាំងមែនតែនហ្មងណាបន្ទាប់ពីចូលមកដល់ខាងក្នុងយើងឃើញថាមូផេលីងមើលទៅដូចជាគាំងមែនតែនហើយគ្មានព្រលឹងក្នុងខ្លួននោះទេមើលទៅព្រឹត្តិការណ៍លូឡរៀបនឹងនិយាយទៅកាន់ហានលីហើយយើងឃើញថាកូននាគភ្លឹងក៏បានមកដល់សួរទៅកាន់គាត់ថាហេតុអ្វីបានជាមកដល់ទីកន្លែងនេះលឿនខ្លាំងម្ល៉េះហើយគាត់ក៏បានឆ្លើយតបទៅវិញថារបស់ឡានអញគឺលឿនជាងពួកយើងទៅទៀតបន្តនិយាយទៀតថាខ្ញុំគឺសូមណែនាំឲ្យបានត្រឹមត្រូវទៅនេះគឺជាព្រឹត្តិការណ៍កម្ពុជានៃបពពកធ្លាក់របស់យើងមានឈ្មោះថាហានលីហើយគាត់បាននិយាយថាមើលទៅលពូឡានប្រកាសជាបានស្គាល់ហើយបន្ទាប់ពីធ្វើការណែនាំចប់ហានលីបើយើងក៏បានធ្វើការគោរពទៅកាន់លពូឡានផងដែរហើយលពូឡាននៅតែបន្តនិយាយអញ្ចឹងថាភាពចលាចលដែលបង្កឡើងដោយការបំបាយកម្រិតរបស់តម្លៃឯងខ្ញុំក៏ពិតជាទទួលដឹងយ៉ាងច្បាស់ជាមួយនឹងមូលដ្ឋានគ្រឹះរបស់ហានលីដែលស៊ីជម្រៅបែបនេះវាពិតជាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេក៏ប៉ុន្តែនៅក្នុងដើមឈើពិសិដ្ឋនោះខ្លួនបកគាត់ក៏ពិតជាវាតម្លៃហានលីខុសពិតមែនស្ដាប់ឮអញ្ចឹងហានលីក៏បាននិយាយថាខ្លួនបកគាត់គឺបានលឺអំពីកេរ្តិ៍ឈ្មោះរបស់ដើមឈើពិសិដ្ឋជាយូរណាស់មកហើយគាត់ចូលទៅដើម្បីតែមើលតែប៉ុណ្ណោះគឺគ្មានគោលបំណងអាក្រក់ចំពោះបកទាំង3នោះទេដូច្នេះហើយសម្លាញ់ឡានគឺកំទុកវានៅក្នុងចិត្តអីស្ដាប់ឮអញ្ចឹងលពូឡានក៏បាននិយាយថាការពីមុននៅដើមឈើវិញគឺមានសំណួរមួយចំនួនគឺមិនទាន់ដោះស្រាយនោះទេក៏ប៉ុន្តែឥឡូវនេះគឺវាមានចម្លើយហើយគាត់និយាយចប់ហានលីក៏បានសួរតែសម្លាញ់ឡាននិយាយអញ្ចឹងមានន័យថាម៉េចតែលពូឡានក៏បានឆ្លើយតបទៅវិញថាអើយណាស់ទៅចោះវាមិនស្អីនោះទេដើមឈើវិញ្ញាណអាចបន្តទៅមុខបានវាគឺជាការពន្យល់ដ៏ល្អបំផុតហើយបន្ទាប់ពីនិយាយសម្រាប់សម្រួលគ្នាហើយគាត់ក៏បាននិយាយទៅកាន់អ្នកទាំងពីរផងដែរតែខ្លួនរបស់គាត់កំពុងតែត្រៀមទៅវិមានគ្រីស្តាល់នេះហើយគាត់ទៅនឹងគឺដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរសួរទៅកាន់អ្នកទាំងពីរថាហេតុអ្វីបានជាមិនទៅជាមួយគាត់បន្តិចទៅស្ដាប់ឮអញ្ចឹងប្រតិចារលូឡក៏បាននិយាយថាបងអូនហានគេយើងមកដល់ចំពេលវេលាហើយខ្ញុំសូមប្រាប់ឯកជនណាកិច្ចប្រជុំផ្លាស់ប្ដូ
ដូរនេះវាពិតជាមិនងាយមានញឹកញាប់នោះទេក្រៅពីនេះបើសិនជាយើងមិនបានទៅនោះទេមិនខកខានឱកាសឃើញកំណត់ទាំងនោះទេអីហើយ Hanley យើងក៏មិនបានបកកាយអ្វីនោះដែរនិយាយទៅវិញថាអញ្ចឹងគឺធ្វើតាមអ្វីដែលរបស់ឡាននិយាយទៅចុះឃើញថា Hanley ចង់ទៅ Moving ក៏បាននិយាយថាអញ្ចឹងលោកម្ចាស់គឺទៅខ្លួនរបស់នាងគឺចាំនៅទីកន្លែងនេះតែមុននឹងចាកចេញ Hanley ក៏បានបកគោថ្មមួយឲ្យទៅកាន់នាងប្រាប់ទៀតថាថ្មនេះត្រូវបានបញ្ចូលទៅដោយធម្មពលវិញ្ញាណជាមួយនឹងថ្មមួយនេះនាងគឺអាចចេញចូលដោយសេរីហើយណាមួយវិញទៀតគឺអាចធ្វើឲ្យ Hanley នឹងដឹងពីនាងគ្រប់យ៉ាងនៅក្នុងរយៈចម្ងាយ 1000 ម៉ៃទទួលយកហើយនាងក៏បានធ្វើការអរគុណទៅកាន់ Hanley ហើយអ្នកទាំង3ហ្នឹងក៏មិនចាំយូរនោះដែរបានធ្វើដំណើរចូលទៅកាន់ខាងក្នុងហើយបើសិនជាយើងមើលទឹកមុខ Moving ពេលនេះគឺលងទៅកាន់ Hanley ខ្លាំងមែនតើហើយបន្ទាប់ធ្វើដំណើរអស់រយៈពេលយ៉ាងយូរព្រះជាលូលាស់ក៏ដៃចិត្តសួរថាលបងឡានពួកយើងនៅយូរទៀតអត់ទៅដល់ហើយលពូឡានក៏បានឆ្លើយទៅវិញថាយើងគឺជិតទៅដល់ហើយតើវាគឺនៅទីកន្លែងនេះផ្លាកនៅខាងលើសរសេរថានេះគឺជាវិមានគ្រីស្តាល់នេះហើយផ្លាកនៅខាងក្រោមនិយាយថាពួកយើងគឺមានកិច្ចប្រជុំដូចនេះគឺមិនអាចទទួលភ្ញៀវនោះទេប៉ុន្តែយើងឃើញថាមានភ្ញៀវជាច្រើនកំពុងតែនៅក្នុងហ្នឹងបន្ទាប់ពីឃើញអញ្ចឹងហើយលពូឡានក៏ពិតជាមានការហួចចិត្តនិយាយទៅកាន់ព្រះជាលូលាស់ថាបើទោះបីជារស់នៅរាប់រយឆ្នាំហើយក៏ដោយក៏ប៉ុន្តែនៅតែចូលចិត្តលេងអាល្បិចបំផន់ហ្នឹងទៀតអស់និយាយតែហ្មងបន្ទាប់ធ្វើដំណើរចូលមកដល់ខាងក្នុងក៏បានស្រែករកខ្មោចចាស់ធានជាងហើយយើងឃើញថាមានថាមពលដ៏សម្បើមមួយចេញពីម្ចាស់ហាងដែលធ្វើឲ្យទីកន្លែងនេះត្រូវបានបង្កប់ពេលវេលាទាំងស្រុងពេលយើងមើលទៅកាន់សមត្ថភាពរបស់គាត់គឺពិតជាខ្លាំងមែនទែនអាចបង្កប់ពេលវេលាបានប៉ុន្តែមែនទែនទៅវាគ្រាន់តែជាការបំភាន់តែប៉ុណ្ណោះឃើញអញ្ចឹង Hanley របស់យើងក៏ពិតជាមានការជាផ្អើលសម្លឹងទៅមើលម្ចាស់ហាងហើយមិនចាំយូរទេព្រឹទ្ធាចារ្យលូលាស់ក៏បានធ្វើការគោរពដោយភ្ជាប់ជាមួយនឹងពាក្យសម្ដីថាសូមគោរពអមតៈធានជិនហើយបន្ទាប់ពីគេបង្ហាញសម្រស់របស់អមតៈធានជិននឹងក៏ពិតជាមិនធម្មតានោះទេឃើញថាអមតៈធានជិនដូចជាបន្តអញ្ចឹងព្រឹទ្ធាចារ្យលូលាស់ក៏បានណែនាំទៀតហើយថានេះគឺជាព្រឹទ្ធាចារ្យកម្ពុជាថ្មីនៃប៉ាប៉ូធ្លាប់របស់យើងមានឈ្មោះថា Hanley ហើយបន្ទាប់ពីនិយាយចប់ក៏បានណែនាំទៅកាន់ Hanley ម្ដងថានេះគឺជាអមតៈធានជិនឲ្យ Hanley នឹងធ្វើការគោរពទៅមិញនេះអមតៈធានជិនដូចជានៅខាងមុខនោះទេប៉ុន្តែ Hanley របស់យើងធ្វើការគោរពអបិមួយដែលកំពុងតែជាប់គាំងនេះទៅវិញឃើញថា Hanley ទៅគោរពឯណាអានេះនោះស្គាល់និយាយព្រឹទ្ធាចារ្យលូលាស់ក៏ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយអមតៈធានជិននឹងបន្ទាប់ពីឃើញអញ្ចឹងគាត់ក៏ឈប់សម្ដែងទៀតដែរបន្តនិយាយទៅកាន់ Hanley ទៀតថាសម្លាញ់ក៏ពិតជានៅក្មេងក៏ប៉ុន្តែថាអំពូរបស់យើងក៏ពិតជាខ្លាំងក្លាពិតមែនហើយយើងសំណែនស្គាល់បន្តិចគាត់មានឈ្មោះថាធានជិនមានកម្រិតទី4ដំណាក់កាលដំបូងហើយចំពោះមនុស្សទាំងអស់នេះក៏ដូចជាម្ចាស់ហាងអីហ្នឹងគ្រាន់តែជាការអំភ័ន្តរបស់គាត់នោះទេបន្ទាប់ពីគាត់ធ្វើការរំលាយថាអំពូរបស់គាត់ចោលហើយពពូឡានក៏បានសួរតអ្នកផ្សេងទៀតបានមកដល់អស់ហើយត្រូវអត់លឿនអញ្ចឹងគាត់ក៏បានឆ្លើយថាវាគឺចិត្តចាប់ផ្ដើមហើយដូច្នេះគាត់ក៏បានបញ្ចេញនៅរបាំងមុខខ្មៅចំនួន2ឲ្យបកគលទៅកាន់ Hanley ក៏ដូចជាព្រឹទ្ធាចារ្យលូលាស់និយាយទៅរបាំងមុខទាំងពីរហ្នឹងគឺវាអាចលាក់បាំងអត្តសញ្ញាណរបស់អ្នកទាំងពីរហ្នឹងបានណាហើយគាត់ក៏បានសួរទៅកាន់លពូឡានផងដែរតើត្រូវការមួយទៀតដែរអត់តែលពូឡានរបស់យើងហ្នឹងក៏ពិតជាខ្មើតតទៅវិញថាមិនបាយលេងសើចជាមួយនឹងគាត់នោះទេអ្នកណាទៅដែលមិនស្គាល់រូបរាងកាយរបស់គាត់បើទោះបីជាការបំភាន់ក៏ដោយតែក៏ហត់ណាស់បានហើយដើម្បីកុំឲ្យខាតពេលវេលាយូរគាត់ក៏បានបបួលអ្នកទាំងអស់គ្នានឹងចូលទៅខាងក្នុងភ្លាមតែម្ដងហើយបន្ទាប់ពីមកដល់ទីកន្លែងនេះ Hanley របស់យើងក៏មានការចាប់អាប់មកតង់ទៀតដែរដោយសារតែទីកន្លែងនេះក៏ពិតជាធំខ្លាំងមែនទែនលើកឡើងអំពីការបំភាន់របស់អ្នកវឹកហាត់កម្រិតទី4ម្នាក់នេះវាពិតជាគួរចាប់អារម្មណ៍បន្ទាប់ពីឃើញបាក់ក្រុមរបស់ Hanley ធ្វើដំណើរមកដល់តាចាំម្នាក់នេះក៏បាននិយាយផងដែរថានេះគឺជាកញ្ចាស់ឡានមែនដែរឬទេហើយតាចាំម្នាក់ទៀតក៏បាននិយាយថាគាត់គឺជាមនុស្សតែម្នាក់គត់ដែលមិនពាក់របាំងមុខងាយមើលពូឡានវិញនៅតែបន្តនិយាយអញ្ចឹងថាពិតជាមានមនុស្សច្រើនខ្លាំងមែនទែនមានទាំងបាក់សុចរិតទាំងបាក់បិសាចហើយបន្ទាប់ពីសម្លឹងឃើញសំណាក់ដែរតំណេគាត់ក៏បានធ្វើដំណើរទៅទីកន្លែងនោះបន្ទាប់ពីហោះមកដល់ដាក់កូនគោលចុះ Hanley របស់យើងក៏នៅតែបន្តកិនអញ្ចឹងថាអ្នកកម្រិតទី4នៅទីកន្លែងនេះគឺពិតជាច្រើនខ្លាំងណាស់គឺវាច្រើនជាងពេញមួយជីវិតរបស់គេដែលឃើញកម្រិតទី4ទៅទៀតហើយមានតែការឈានដល់កម្រិតដែលជាក់លាក់មួយប៉ុណ្ណោះទើបអាចធ្វើតំណែងជាមួយនឹងពួកគេទាំងនោះបានបន្ទាប់ពីអង្គុយគិតគ្នាអស់មួយរយៈឃើញថាព្រឹទ្ធាចារ្យម្នាក់ក៏បានហោះមកដល់និយាយទៀតថាពិតជាគ្មានកន្លែងទំនេរពិតមែនធ្វើការថ្លែងអំណរគុណទៅកាន់អ្នកគ្រប់គ្នាដែលបានផ្ដល់កិត្តិយសឲ្យគាត់មកទីកន្លែងដ៏តូចមួយនេះដូច្នេះបើសិនជាគ្មានបញ្ហាអ្វីទៀតនោះទេគាត់សូមធ្វើការចាប់ផ្ដើមស្ដាប់ឮអញ្ចឹងតាចាស់បាញ់មិញក៏បាននិយាយថាអញ្ចឹងឲ្យតាចាស់ដូចជាយើងសាកល្បងមុនទៅចុះហើយមិនចាំយន្តទេគាត់ក៏បានបញ្ចេញនៅវត្ថុបុរាណរបស់គាត់ចេញមកដែលនោះផងដែរគឺជាសិទ្ធិវិញ្ញាណក្រហមបន្ទាប់ពីឃើញអញ្ចឹងលពូឡានក៏បាននិយាយថាសិទ្ធិវិញ្ញាណក្រហមមានថាមពលភ្លើងដ៏ខ្លាំងបែបនេះយ៉ាងហោចក៏ត្រូវតែមានអាយុយ៉ាងតិច3000ឆ្នាំដែរត្រូវអត់ហើយតាចាំអ្នកហ្នឹងក៏មិនចាំយូរនោះដែរបានដាក់តម្លៃភ្លាមគឺ1សែនថ្មវិញ្ញាណបន្តនិយាយទៀតថាបើសិនជាគ្មាន1សែនថ្មវិញ្ញាណនោះទេក៏អាចដោះដូរជាមួយនឹងវត្ថុធាតុដើមសម្រាប់សំតាមក៏ដូចជាសម្ភារៈដែលមានធាតុដីក៏ដូចជាវត្ថុដែលមានកម្រិតដូចគ្នាស្ដាប់ហើយ Hanley របស់យើងក៏បានគិតថា1សែនថ្មវិញ្ញាណគឺវាទាបជាងការរំពឹងទុកទៅទៀតក៏ទៀតថាផលវិបាកក្នុងការស្វែងរកវាប្រហែលជាមិនចាញ់យន្តសិនវិញ្ញាណ9នោះទេដូច្នេះ Hanley ក៏បានសួរខ្លួនឯងតែខ្លួនរបស់គេនឹងត្រូវការវាដែរអត់បន្ទាប់ពីឃើញថាលពូឡានកំពុងតែឈរគិតយ៉ាងតាក់ទើនឹងតាចាំម្នាក់ហ្នឹងក៏បាននិយាយផងដែរតែតាមចរិតរបស់លពូឡានហ្នឹងមើលទៅប្រហែលជាចង់តថ្លៃមែនអត់បើសិនជាតថ្លៃក៏មែនណាខ្លួនរបស់គាត់គឺមិនចំណេញនោះទេលើអញ្ចឹងលពូឡានក៏បានសួរបើសិនជាយើងប្រើសម្ភារៈដែលមានធាតុផ្សេងអាចជំនួសវាបានដែរអត់ក៏ប៉ុន្តែចម្លើយហ្នឹងក៏ពិតជាអត់ដោយសារតែគាត់ចង់បានតែវត្ថុដែលមានធាតុដីតែប៉ុណ្ណោះធាតុផ្សេងគឺគាត់មិនត្រូវការនោះឡើយដឹងអញ្ចឹងគាត់ក៏បានដើរចេញតាចាស់មួយក៏បាន
sai vậy tha mới tới quạt và hai chiếc tranh là bay ốc o hái vậy tới con vậy để sai chấm ọ chẳng nè mới tới vật thô đại đánh sai vậy lên từ bốn nó đi miền này cái để chạm vào rắm nước tế nè để chạm vào rắm và hai chỉ miền tại Hanley bởi dương năng ấy ai và tôi bị Hanley bởi dương thưa ca kết âm môi đi dắt cây của ban su từ can ta chăm nè năng phong đái su tha sầm lanh ra ca snow bởi dương bị sai thiệt đây đại on ai có các ban su từ bên tha ta sầm lanh mi snow bởi sai cầm rây pua mến vậy tiếp tha sao bởi dương là three thiên nan từ mũ với bất chia cầm rõ khăng ná chẳng hỏi cả tơ từ miền cầm rây ti phẩm pearl đái các bàn tay bởi sân chỉ vì miền trâm tay cầm rây ti phẩm môi nước tế được này Hanley tơ từ miền pi đầm bấy đo đôi chỉ môi đằng con lưu pi sầm tay bảo ta cha năng linh long ni gặp bất chỉ miền ca hú chân vậy tiếp tha bởi dương pi snow và bởi sai bởi dương lâu mà cha Han bảo niên của vì miền tràn lơ lụa nóแต่ Hanley ก็នៅតែបន្តនិយាយអញ្ចឹងថាទីនេះគឺជាធ្វើធីណានមិនមែនជាសមុទ្រខាងក្រៅនោះទេប្រហែលជាសូម្បីតែសត្វបិសាចកម្រិតទី4ហ្នឹងក៏ប្រហែលជាពួកគេមិនដែលបានឃើញនោះផងហើយមិនចាំយូរនៅទេបន្ទាប់ពីនិយាយចប់ Hanley បើយើងក៏បានបកគលនៅ Snow សត្វវិញ្ញាណមួយឲ្យទៅកាន់គាត់ហើយបន្ទាប់ពីគាត់ធ្វើការពិនិត្យមើលគាត់ក៏បានអូខេដោយមិនមានការស្នាក់ស្ទើរអ្វីនោះដែរនិយាយទៅការផ្លាស់ប្ដូរលើដំបូងហ្នឹងធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ទៅកាន់ Hanley ខ្លាំងមែនទែនដោយសារតែចរិតរបស់ Hanley គឺស្ងប់ស្ងាត់មើលទៅដូចជាមិនខ្វះប្រាក់នោះទេចំណែកដេញឡុងនេះក៏មានការព្រួយបារម្ភទៅកាន់ Hanley ផងដែរខ្លាចថា Hanley គឺអាចតាក់ទាញអ្នកខ្លាំងតែ Hanley បើយើងក៏នៅតែបន្តនិយាយអញ្ចឹងថាជាមួយសមត្ថភាពរបស់គេបច្ចុប្បន្នបើទោះបីជាជួបជាមួយនឹងអ្នកវឹកហាត់កម្រិតទី4តំណាក់កាលកដាលក៏ដោយក៏គេអាចរត់គេចដោយមានសុវត្ថិភាពនោះដែរឃើញថាការផ្លាស់ប្ដូរលើកទី1ពិតជាទទួលបានជោគជ័យហើយលពូឡានបើយើងក៏មិនចាំយូរនោះដែរគាត់បានបញ្ចេញនៅផ្កាឈូកមួយបន្តនិយាយទៀតថាជាមួយនឹងវត្ថុមួយនេះគាត់ដូរតែជាមួយនឹងឈើអសរយ័ន្តពឹសតែប៉ុណ្ណោះតែតាមមើលទៅដូចជាគ្មានណាគេដែលដោះដូរជាមួយនឹងគាត់នោះទេពួកគេបានដោះដូរគ្នាឡើងមកកណោតែរបស់គាត់នៅដដែលបន្ទាប់ពីចាំអមមួយសន្ទុះធំឃើញថាដូចជាអត់មានណាគេចង់បានរបស់គាត់ក៏បាននិយាយផងដែរថាអ្វីក៏បានដែរឲ្យតែស្តៀងគ្នាក៏អាចដោះដូរបានក៏ប៉ុន្តែនៅតែគ្មានណាគេចង់បានរបស់គាត់អញ្ចឹងហើយមិនចាំយូរនោះទេគាត់ក៏បានដកវាយកមកទុកវិញនិយាយទៀតថាពិតជាគ្មានណាគេស្គាល់របស់ល្អពិតមែននិយាយទៅគឺមួម៉ៅខ្លាំងមែនតែនចំណែកពិតជាធានជីននឹងក៏មិនហ៊ានផ្សាយនៅដែរបានប្រឡប់ទៅធ្វើការផឹកតែជាមួយនឹង Hanley អញ្ចឹងទៅនៅពេលនេះផងដែរស្ថានភាពក៏ដូចជាបានស្ងប់ស្ងាត់ហើយ Hanley បើយើងក៏នៅតែបន្តកិនអញ្ចឹងថាបន្ទោះបីជាវាអាចដោះដូរបានក៏ដោយប៉ុន្តែអាចដោះដូរបានត្រឹមតែកម្រិតដូចគ្នាតែប៉ុណ្ណោះហើយដូចដែលយើងបានដឹងអញ្ចឹងថាHanley មកទីកន្លែងនេះមានគោលបំណងតែមួយគត់គឺខ្លឹមសាររៃមាសដូច្នេះហើយ Hanley វិញក៏មិនចាំយូរអ្វីទៀតនោះដែរបានបញ្ចេញនៅ Snow សត្វវិញ្ញាណកម្រិតទី6ចំនួន2មានទឹកហើយនឹងទឹកកកក៏ដូចជាស្មៅវិញ្ញាណចំនួន2បងដែរឃើញអញ្ចឹងគ្រប់គ្នាក៏ពិតជាមានការភ្ញាក់ផ្អើលនិយាយថាតម្លៃនេះពិតជាមិនតូចនោះទេក៏ប៉ុន្តែខ្លឹមសាររៃមាសវាពិតជាមិនធម្មតាដូចគ្នានិយាយទៀតថាមើលទៅ Hanley នេះគឺមកខុសកន្លែងហើយដោយសារតែមើលទៅដូចជាមិនសូវជាសមតម្លៃ Hanley វិញក៏បានបកប្រែមកវិញថាបើសិនជាមានព័ត៌មានរបស់វាក៏បានដែរស្ដាប់ឮអញ្ចឹងព្រឹត្តិការណ៍ក៏បានតបថាខ្ញុំជឿថាសម្លាញ់ប្រកាសជាស្គាល់អំពីវាហើយថាវាគឺជាវត្ថុដ៏កម្រនិងមានតម្លៃបែបណាដូច្នេះបើទោះបីជាមានសម្ភារៈទាំងនេះក៏ដោយខ្ញុំខ្លាចថាវាមិនគ្រប់គ្រាន់ក្នុងការដោះដូរនោះទេក៏ប៉ុន្តែបើគ្រាន់តែជាព័ត៌មាននោះគឺវាច្រើនពេកនៅទៅហើយនិយាយទៅព័ត៌មានហើយនឹងការទទួលបានវានឹងគឺជារឿងដែលខុសគ្នាទាំងស្រុងបន្តនិយាយទៀតថាតើអ្នកណាទៅដែលមិនដឹងថាទីកន្លែងលក្ខណៈសម្ងាត់របស់ទ្វីតធីណានទាំងមូលគឺជាភ្នំបិសាចធ្លាក់និយាយទៅច្រឡំភ្នំបិសាចធ្លាក់នឹងគឺជាកន្លែងដែលល្បីល្បាញរាប់ម៉ឺនឆ្នាំមកហើយអ្នកទាំងអស់គ្នាលឺអញ្ចឹងគ្រប់គ្នាគឺពិតជាមានការចាប់អារខ្លាំងមែនតើនិយាយថាគឺជាច្រឡំភ្នំបិសាចធ្លាក់ខ្លួនរបស់គាត់គឺស្ទើរតែភ្លេចអំពីកន្លែងនេះទៅហើយកន្លែងនោះគឺជាកន្លែងដែលគួរឲ្យខ្លាចអ្នកគ្នាគ្មានអ្នកណាគេហ៊ានទៅជន់កន្លែងនឹងម្ដងទៀតនោះទេហើយសាច់រឿងរបស់យើងក៏មានតែប៉ុណ្្នឹងឯងបាយ